important for us to be here because we are a part of conserving and continuing the legacy and heritage of Cambodian people. ខ្ញុំមានអារម្មណ៍រំភើបព្រោះនេះជាលើកទីមួយដែលខ្ញុំបានឃើញគេធ្វើក្អមហើយបានសាកធ្វើក្អមដោយខ្លួនឯងថែមទៀតផងខ្ញុំធ្លាប់រៀនអំពីក្អមតែខ្ញុំមិនដែលបានឃើញផ្ទាល់ផ្នែកពីមុនឡើយនេះជាលើកទីមួយដែលខ្ញុំបានឃើញគេធ្វើក្អម ចាថ្ងៃនេះផងដែរក្រុមការងារសាលាអន្តរជាតិអង្គការរីយ៉ូបានដឹកនាំកូនមកកាន់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងតាំងលក់ផលិតផលកុលាបភាជដែលមានទីតាំងស្ថិតនៅឃុំមណ្ដងឫស្សីភូមិមណ្ដងឫស្សីឃុំស្រែថ្មីស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងគោលបំណងនៃការចុះទស្សនកិច្ចសិក្សានេះផងដែរមានគោលបំណងពីរធំៗទី1គឺចង់ឲ្យកូនសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រនិងភូមិសាស្ត្រនៃខេត្តកំពង់ឆ្នាំងដែលជាបណ្ដុំ សិប្បកម្មក្អមឆ្នាំងនៃប្រទេសកម្ពុជាទី2គឺចង់បណ្ដុះផ្នត់គំនិតកូនឲ្យចេះស្រឡាញ់ចេះថែរក្សានិងលើកតម្កើងស្រឡាញ់ផលិតផលនៅក្នុងស្រុកយើងខ្ញុំមានអារម្មណ៍រំភើបព្រោះនេះជាលើកទីមួយដែលខ្ញុំបានឃើញគេធ្វើក្អមហើយបានសាកធ្វើក្អមដោយខ្លួនឯងថែមទៀតផងខ្ញុំធ្លាប់រៀនអំពីក្អមតែខ្ញុំមិនដែលបានឃើញផ្ទាល់ផ្នែកពីមុនឡើយនេះជាលើកទីមួយដែលខ្ញុំបានឃើញគេធ្វើក្អម ក្នុងការធ្វើក្អមវាពិតជាពិបាកព្រោះយើងត្រូវរៀនពីបច្ចេកទេសជាច្រើនដូចជាការលាយដីឲ្យបានល្អការបង្វិលកង់ឲ្យស្មើនិងការឆ្លាក់រូបឲ្យបានស្អាតចាខ្ញុំបានធ្វើដោយផ្ទាល់ដែរតែខ្ញុំគិតថាវាមិនសូវស្អាតដូចជាលោកតាលោកអ៊ំដែលបានធ្វើទេដែលគាត់ជាអ្នកមានជំនាញគាត់អាចធ្វើបានស្អាតនិងរហ័សថែមទៀតផងខ្ញុំពេញចិត្តណាស់ព្រោះវាធ្វើឲ្យខ្ញុំបានរៀនអំពី ជីវភាពរបស់ពួកគាត់នៅខេត្តកំពង់ឆ្នាំង ខ្ញុំយល់ថាដំណើរទស្សនកិច្ចសិក្សាគឺជាដំណើរកំសាន្តបែបអប់រំដែលជួយឲ្យកូនទាំងអស់គ្នាបានសិក្សាដោយផ្ទាល់នៅក្រៅថ្នាក់រៀនរបស់ពួកគាត់សាលាអន្តរជាតិ Ontario បានប្រែក្លាយកម្មវិធីសិក្សាដំណើរទស្សនកិច្ចសិក្សានេះទៅជាកម្មវិធីស្នូលមួយដ៏សំខាន់ដែលជួយឲ្យកូនសិក្សាទ្រឹស្ដីតាមរយៈសៀវភៅមកផ្សារភ្ជាប់ជាមួយនឹងការអនុវត្តដោយផ្ទាល់ដោយការប៉ះកាន់ស្ទាបការយល់ដឹងអំពីសង្គមនិងបរិស្ថានដែលគាត់រស់នៅជុំវិញនេះផងដែរ ខ្ញុំពិតជាសប្បាយចិត្តហើយខ្ញុំបានជួបគេធ្វើក្អមហើយយើងបានធ្វើដោយផ្ទាល់ដៃក្អមហ្នឹងវាល្បីក្នុងខេត្តកំពង់ឆ្នាំង តាមការសង្កេតមើលឃើញបងប្អូនទស្សនិកជនទាំងអស់មានការចាប់អារម្មណ៍ខ្លាំងមែនទែនបាទទៅលើការផលិតក៏ដូចជាការចង់ដឹងចង់ឮចង់ប៉ះនៅផលិតផលដែលជាផលិតផលដើមបាទអញ្ចឹងយើងនាំពួកគាត់ឲ្យមកស្គាល់អ្វីដែលហៅថាដីឥដ្ឋអ្វីដែលហៅថាផលិតជាក្អមជាឆ្នាំងតើគេធ្វើបែបណាអញ្ចឹងពួកគាត់ពិតជាចង់ដឹងចង់ឮអញ្ចឹងម្នាក់ម្នាក់សុទ្ធតែបានប៉ះបានឃើញតនឹងផ្នែកគ្រប់គ្នា អូខេ ខ្ញុំពងធ្វើហើយខ្ញុំសប្បាយចិត្តដែលសារខ្ញុំបានមកមើលអ៊ំមីងបានមកធ្វើក្អមទស្សនកិច្ចទៅកំពង់ឆ្នាំងនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តព្រោះថាខ្ញុំដឹងពីការធ្វើក្អមរបស់ខ្មែរហើយនឹងខ្ញុំបានចេះធ្វើក្អមខ្លះដែរដូចជាការធ្វើក្អមដោយដៃហើយនឹងការធ្វើក្អមដោយកង់ប្រវល់វាពិបាកដែរប៉ុន្តែបើសិនយើងផ្ចិតផ្ចង់វាស្រួលខ្ញុំគិតថាពូមីងនៅទីនេះធ្វើក្អមបានល្អខ្លាំងស្អាត The citizens here have told me that they've learned their pottery skills from their ancestors. This knowledge is very valuable to them because it allows them to make their own profit, own products, and continue the legacy of their ancestors. As Cambodian children, we are very lucky to be here to learn about pottery making and how it is done. As Cambodian children, it is very important for us to be here because we are a part of conserving and continuing the legacy and heritage of Cambodian people.